있어 그냥 짠이야 리꼬래ថ្ងៃនេះ ខ្ញុំមកលេងកំពង់សោមចង់ទៅកោះផេនសួរកោះផេនសួរទៅជាមួយគ្នា ដើម្បីទៅកោះផេនសួរយើងត្រូវជិះកប៉ាល់ពីកំពង់សោមតម្លៃសម្បូរគឺម្នាក់$27ហើយជិះរយៈពេល2ម៉ោងកន្លះ ទៅកោះផេនសួរគេបាត់ទីកោះឲ្យខ្ញុំ លងចាំកប៉ាល់មកពេលនេះឡើងលើកប៉ាល់ហើយមានភ្ញៀវទេសចរច្រើនចង់ទៅលេងកោះខ្មែរដូចខ្ញុំចេញដំណើរហើយពូបើកប៉ាល់មានចិត្តល្អណាស់ឲ្យខ្ញុំអង្គុយខាងមុខទៀតពណ៌ទឹកសមុទ្រពណ៌ខៀវសានមែនទែនកន្លែងខ្លះពណ៌បៃតងថ្លាមុខតែគូរងហើយដើម្បីទៅដល់កោះផេនសួរយើងត្រូវទូកប៉ាល់ជិះហើយឆ្លងកាត់ក៏ច្រើនដូចជាកោរងសឡុំនិងកោះសុកសាន់ឥឡូវនេះមុខតែកោះផេនសួរហើយសប្បាយចិត្តណាស់ខ្ញុំធ្លាប់តែលេងកោះសានៅខ្មែរដូចជាកោរងសឡុំនិងកោះពួរលើកនេះខ្ញុំបានមកកោះផេនសួរតាមការណែនាំរបស់មិត្តភក្តិខ្ញុំត្រូវចិត្តហើយកោះផេនសួរជាផេនសួរមែនវាជាកន្លែងទេសចរក្នុងក្តីស្រមៃរបស់ខ្ញុំយូរហើយសម្រាប់ដល់ស្រស់សារបស់កោះផេនសួរបានអន្តងចិត្តខ្ញុំហើយដែរខ្ញុំទៅលេងនៅខែ12ដែលមានអាកាសធាតុល្អស្រួលសម្រាប់ការលេងណាស់ទឹកពិតជាថ្លាមែនទេបើពីលើកប៉ាល់ឃើញត្រីនៅក្នុងទឹកសមុទ្រការមកលេងកាត់ឈ្មោះតម្លៃ$30សម្រាប់មនុស្សម្នាក់កុំភ័យណាអ្នកអត់ទេហែកទឹកក៏អាចលេងបានដែរព្រោះមានអាវពុងនិងវ៉ែនតាហែកទឹកហើយអត់មានត្រីឆ្លាមទេកុំបារម្ភណាខ្ញុំស្ដីមែនទេតែមិនបានថតវីដេអូសាទប៉ុន្តែទឹកសមុទ្រតែខ្ញុំឃើញផ្ទាល់សាទជាងឆ្ងាយណាស់ពេលក្រោយបើទៅកោះផេនសួរសូមសាក់តមកកាត់ថ្មម្ដងឥឡូវខ្ញុំមកជីខាយ៉ាឥឡូវនេះខ្ញុំមកជិះទូកខាយ៉ាម្ដងការជិះទូកខាយ៉ាគឺម្នាក់$2ទឹកព្រែករាក់ទេមិនបាត់បារម្ភលងទឹកទេហើយមានគេជួយអុំទឹកដែរអត់ទេអុំទេពុកគ្នាហើយយើងអាចអុំទូកខាយ៉ាទៅឲ្យខ្លួនឯងដែរតែសភាពខាងក្រោយកោះផេនសួរពិតជាសាននិងមានអារម្មណ៍ថាស្ងៀមស្ងាត់មិនរញ៉េរញ៉ៃទេយ៉ាងម៉េចតែល្អមើលទេថ្ងៃនេះខ្ញុំសប្បាយខ្លាំងណាស់កោះផេនសួរគឺផេនសួរមែនចាំពេលក្រោយខ្ញុំចង់មកម្ដងទៀតយល់មែនខ្ញុំមកផ្កាយហើយសប្បាយចិត្តខ្លាំងណាស់ខ្ញុំចូលចិត្តផ្កាយប៉ុន្តែនៅកូរ៉េអត់តែឃើញដល់ចុងទេតែនៅកោះផេនសួរឃើញផ្កាយច្បាស់នឹងសាទហើយរមកសូមជួយរែងនាងជាច្រើនផងខ្ញុំសង្ឃឹមថាចាំពេលក្រោយមកជាមួយគ្នាញ៉ារីកូរ៉េបាយបាយ